អ្នកជំនាញប្រាប់ថាភេសជ្ជៈទឹកមួយផ្លែឈើអស្ចារ្យមួយការពារជីវិតអ្នកចេញពីជំងឺមហារីកបងប្អូនច្បាស់ជាដឹងហើយមួយរយៈចុងក្រោយនេះរាជរដ្ឋាភិបាលបានប្រកាសថារៀងរាល់40នាទីម្ដងមានអ្នកជំងឺមហារីកស្លាប់ម្នាក់អញ្ចឹងសូមបងប្អូនមានការប្រុងប្រយ័ត្នទាំងអស់គ្នាតាមដានវីដេអូនេះជាមួយខ្ញុំដើម្បីជាប្រយោជន៍ក្នុងការការពារជំងឺមហារីកតាមលោកវិជ្ជបណ្ឌិត Raymond Francis បញ្ជាក់ថាជាតិស្ករកែច្នៃដែលយើងហូបរាល់ថ្ងៃស៊ីកោសិកាយើងឲ្យចុកខ្សោយឆាប់ឈឺកើតជំងឺភ្លេចភ្លាំងនិងងាយកើតជំងឺមហារីកផងដែរគ្រាន់តែជាតិស្ករមួយស្លាបព្រាបាយបានវាយប្រហាររាងកាយធ្លាក់ខ្សោយប្រហែល 50% ទៅហើយសម្រាប់ភេសជ្ជៈមួយកំប៉ុងមានជាតិស្ករអន់ក៏3ស្លាបព្រាបាយឡើងដែរជាតិស្ករកែច្នៃនេះមានសារជាតិគីមីងាយបង្កកើតជំងឺមហារីកលឿនណាស់បើអ្នកពិសាផ្លែឈើមួយនិងភេសជ្ជៈនេះមួយជួយការពារអ្នកពីជំងឺមហារីកហើយអ្នកគួរមានទម្លាប់បន្ថែមដូចជាហាត់ប្រាណនិងគេងឲ្យបានគ្រប់គ្រាន់តាមលោកស្រីរ៉ូជូតាឌីវីកាជាអ្នកឯកទេសអាហារូបត្ថម្ភដ៏ល្បីល្បាញឈ្មោះក៏បញ្ជាក់បន្ថែមអំពីទឹកអំពៅអត្ថប្រយោជន៍សុខភាពជាច្រើនដូចជាការការពារជំងឺមហារីកជំងឺថ្លើមនិងតម្រងនោមព្រោះទឹកអំពៅមានជាតិអាកាឡាំងនៅក្នុងធម្មជាតិដោយសារតែកំហាប់កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិដែកនិងបង់កាណេសខ្ពស់ជួយការពារជំងឺដូចជាមហារីកគួរបញ្ជាក់ថាទឹកអំពៅជួយប្រឆាំងនឹងជំងឺមហារីកជាច្រើនប្រភេទដូចជាមហារីកក្រពេញប្រូស្តាតនិងមហារីកសូដនហើយជាតិស្ករក្នុងទឹកអំពៅជួយផ្ដល់ថាមពលភ្លាមៗដល់រាងកាយយើងទាំងមូលហើយមិនបណ្ដោយឲ្យយើងធាត់នោះទេហើយទឹកអំពៅមានសារជាតិ flavonoids ប្រឆាំងនឹងជំងឺមហារីកដ៏ពូកែស័ក្តិសិទ្ធិផងដែរបើយោងតាមប្រភព WebMD បញ្ជាក់ឲ្យដឹងថាផ្លែបឺរអាចជួយការពារជំងឺមហារីកនេះក៏ដោយសារតែសារជាតិ folate ដែលអ្នកទទួលបានពីផ្លែបឺរអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនដូចជាមហារីកក្រពេញប្រូស្តាតនិងមហារីកពោះវៀនធំមួយវិញទៀតផ្លែបឺរក៏ជួយសម្រួលដល់ជំងឺរលាកសរសៃនិងជំងឺពុកឆ្អឹងផងដែរចំពោះផ្លែបឺរនេះក៏អាចរួមចំណែកតូចមួយក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមដែលវិវត្តនៅក្នុងខួរឆ្អឹងព្រោះតែការកើនឡើងចំនួនកោសិកាឈាមសតាមការវិភាគដែលចេញផ្សាយពី Journal of the Academy of Nutrition and Diabetes បញ្ជាក់ដែរថាផ្លែបឺរពិតជាអស្ចារ្យណាស់វាមានផ្ទុកសារជាតិ beta citral ខ្ពស់បំផុតបើប្រៀបធៀបទៅនឹងផ្លែឈើពេញនិយមផ្សេងទៀតព្រោះផ្លែបឺរនេះមានសារជាតិ beta citral មានសមត្ថភាពអាចជួយរារាំងនិងសម្លាប់កោសិកាមហារីកក្រពេញប្រូស្តាតបានយ៉ាងល្អផងដែរ